ខ្ញុំបានរកឃើញចំណុចមួយកំហុសច្រើនណាស់សំទោសខ្ញុំដោយសារអាជីពខ្ញុំគឺ44ឆ្នាំធ្វើកិច្ចការនគរបាលដូច្នេះខ្ញុំយកពិសោធន៍បន្តិចមកជម្រាបជូនពួកខ្ញុំយល់ថាវិស័យនគរបាលនិងគ្រូពេទ្យសុខាភិបាលរបៀបគ្នាពលកម្មលំបាកហត់នឿយអត់ថ្ងៃសម្រាកគ្រប់ពេលបែបយ៉ាងមានសុវត្ថិភាពទើបពលរដ្ឋមានសុភមង្គលមានសុខភាពទើបធនធានមនុស្សកម្លាំងដូច្នេះខ្ញុំពីដើមរកវិធីពិសេសគឺសំទោសបងប្អូនក្មួយប៉ូលីសចរាចរណ៍តាមផ្លូវគាត់បំពេញការងារហ្នឹងគាត់នេះណាគាត់ធ្វើខំណាពលកម្មណាគ្រប់បែបយ៉ាងក៏ប៉ុន្តែអាចំណុចខ្សោយរបស់គាត់ការខ្វះខាតអាកប្បកិរិយាអ្វីដែលសង្គមទទួលមិនបាននៅច្រើនយកខ្ញុំបានជំនុំក្នុងថ្នាក់ដឹកនាំពិសេសនៅក្នុងក្រសួងមហាផ្ទៃសម្ដេចកន្លហោមរកវិធីយ៉ាងម៉េចដើម្បីបន្ថយពន្លត់ការខ្វះខាតនេះហើយយើងអត់ទៅខុសមួយរឿងទៅសុំទោសមួយរឿងកើតទេយើងគួរមានអីមួយជាកញ្ចប់ដើម្បីសម្រាលការកំហឹងសម្រាលការខឹងសបាបាទខ្ញុំមិនលើកឆ្នាំទេចុងអាណត្តិទី5យើងកិត្តិយសសម្បើមណាយើងជាម្ចាស់ផ្ទះប្រជុំកំពូលទាំងអស់ស៊ីហ្គេមរហូតដល់ថ្នាក់ដឹកនាំប្រធានាធិបតីអាមេរិកក៏ដូចជាបណ្ដាប្រទេសធំមកចូលរួមនៅកម្ពុជាបាទអញ្ចឹងរឿងអត្ថិភាពរឿងសន្តិសុខរឿងបិទផ្លូវបើកផ្លូវបាទបិទបើកផ្លូវហើយដល់តែពេលបិទបើកផ្លូវវាខ្លាំងពេកទៅល្វីងមុខពេកទៅដល់មែនតើទៅផ្ទះគូតឡានរដ្ឋមន្ត្រីឧបនាយករដ្ឋមន្ត្រីអាឡានហ្នឹងវាមិនចាប់ទៅងាប់ឯណាពាក្យនេះខ្ញុំចាំមួយជីវិតពេលប្រជុំដកបទពិសោធន៍អាស៊ីអឺរ៉ុបផងស៊ីហ្គេមផងចប់គណៈកម្មការក៏បានសរសើរសមាជិកបាទសរសើរសមាជិកក៏ប៉ុន្តែចំលើរដ្ឋមន្ត្រីការបរទេសហ្នឹងមកបាទជេរគាត់អាឡានហ្នឹងវាញាប់ទៅងាប់ឯណាយើងកាសថាវាមិនដឹងថាម៉េចឥឡូវវាខុសហើយរួចហើយក្នុងពេលប្រជុំខ្ញុំមានសុំរំលែកទុកខ្ញុំរំលែកទុកឯកឧត្តមបនាយករដ្ឋមន្ត្រីខ្ញុំប្រើពាក្យហ្នឹងសុំរំលែកទុកសុំចែកការមិនសប្បាយចិត្តមកខ្ញុំចោះខ្ញុំទទួលទៅហើយគាត់ឆ្ងល់ថារឿងអីបាទខ្ញុំប្រើរំលែកទុកដោយសារវិបត្តិជាមួយគាត់ធ្ងន់ណាស់អញ្ចឹងខ្ញុំមិនដឹងរកពាក្យអីគឺរកពាក្យហ្នឹងបាទទី2សម្រាប់បងប្អូននៅតាមផ្លូវខុសច្រើនណាតែឥឡូវយើងធ្វើម៉េចខ្ញុំបានសុំសម្ដេចកន្លហោមបង្កើតយុទ្ធនាការមួយខ្ញុំថាឲ្យមានរូបភាពប៉ះបើធ្វើខុសវាច្រើនពេកប៉ះពាល់វាច្រើនពេកអញ្ចឹងត្រូវធ្វើអីដើម្បីសងគាត់វិញនឹងហើយបានជាផ្ដើមឲ្យមាននគរបាលដឹកដៃក្មេងឆ្លងកាត់សាលានគរបាលនៅតាមផ្លូវជួយដឹកដៃមនុស្សចាស់ជរាឆ្លងកាត់ផ្លូវបាទនេះដើម្បីឲ្យឃើញថាម៉េចថាគាត់ថាឲ្យគាត់ពីដើមផ្លូវមកនោះគុំមែនតើណាដល់ពេលឃើញប៉ូលីសដឹកដៃក្មេងដឹកដៃមនុស្សចាស់ខ្ទប់ចរាចរណ៍សម្រាប់សិស្សឆ្លងផ្លូវពេលហ្នឹងគេខឹងមិនដែរក៏អាចរងាប់បាទគេតែមនុស្សអត់បេះដូងកំថានេះដូចធួនបន្តិចបើមានបេះដូងមានអារម្មណ៍អស់ដឹកដៃកូនយើងចៅយើងក្មួយយើងបាទមនុស្សចាស់ក្មេងជួយក្នុងកិច្ចការសង្គមអញ្ចឹងហើយបានថាខ្ញុំថាត្រូវរកអីដើម្បីស៊ីសងយកអំពើល្អមកសងវិញបានមួយ